របៀបការពារខ្លួនកុំឲ្យគ្រូវាយ 1. ពេលគាត់រកវាយយើងត្រូវវាយគាត់មុន អបតើណាក៏ចិត្តទេ អត់មានផងលោកគ្រូ អូអញវាយអានឹងសិន ខ្ញុំមិនឲ្យលោកគ្រូវាយខ្ញុំទេខ្ញុំចេះក្បាច់គុណ42ក្បាច់គុណ42ក្បាច់ មិនចេះរំទេតែស្រាប់ទេចេះតែបខំរំលះមិនបានមិនលំរំចាំមិនចេញក្រឹកក្បាច់ 2. យើងត្រូវសម្លុតកយគាត់ភ័យ អត់មានទេ trờiអានេះស្លន់អញដាក់នឹងមួយសិន ធ្វើលេងតើ 3. យើងត្រូវធ្វើស្ទាវប្រចាំសាលា 4. យើងត្រូវស្រែកប្រាប់សិស្សក្នុងសាលាថាអញខ្លាំង ចង់និយាយថាអញខ្លាំងជាងគេមកសាលា អាសិនប្រយខ្លាំង2 + 2ស្មើបាន 2 + 2 ស្មើ22 យោសួស្តីដល់គ្នាយើងបើអ្នកគ្នាចង់ដាក់របស់រហ័សតនចិត្តមានតម្លៃធូរថ្លៃហើយសមរម្យដាក់តាម page បងបេឡា Roblox បានណាអ្នកទាំងអស់គ្នា